បន្ទាប់ពីចាញ់ Brentford ក្នុងលទ្ធផល3-1កាលពីថ្ងៃសៅរ៍ដែលធ្វើឲ្យកៅអីរបស់លោកហាក់មានកម្ដៅកើនឡើងបើទោះបីជាមានព័ត៌មានមកថាលោកមានទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំក្លឹបក៏ដោយជាមួយគ្នានេះអតីតកីឡាករជំនឿជាតិបារាំងលោក Emmanuel Petit ធ្លាប់បានអះអាងថាលោក Zinedine Zidane នឹងត្រូវការការទាមទារលក្ខខណ្ឌមួយចំនួនមុនពេលមកដឹកនាំបិសាចក្រហមគ្រូបង្វឹកដែលដឹកនាំ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ត្រូវបានគេលើកឡើងនៅក្នុងការសន្ទនាដើម្បីជំនួសលោក Ruben Amorim ខណៈដែលសម្ពាធកើនឡើងមិត្តរួមជាតិពិតទីបាននិយាយនៅក្នុងឆ្នាំ2024ថានិយាយតាមត្រង់ទៅខ្ញុំដឹងខ្លះដែរពី Zinedine Zidane ហើយគាត់ត្រូវការការធានាភាពច្បាស់លាស់ណាមួយជាក់លាក់ប្រសិនបើគាត់ចុះហត្ថលេខាដឹកនាំនៅ Manchester United Zidane ក៏វាស់ជំនាញភាសាអង់គ្លេសកន្លងមកគាត់ខ្លួនឯងធ្លាប់បានប្រាប់សារព័ត៌មានលេគីក្នុងឆ្នាំ2022ថាឧបសគ្គភាសាគឺជាហេតុផលមួយដែលគាត់មិនទាន់បានដឹកនាំបាល់ទាត់នៅអង់គ្លេសមួយទៀតប្រសិនបើគាត់ចូលបម្រើការងារនៅ United នោះមានន័យថាគាត់ត្រូវតែមានដំណោះស្រាយចំពោះគុណភាពកីឡាករដែលគាត់ចង់បានគូបញ្ជាក់ថាម្ចាស់ជើងឯក Premier League 13សម័យកាលបច្ចុប្បន្នឈរនៅលេខរៀងទី14ក្នុងតារាងដោយមានត្រឹមតែ7ពិន្ទុឆ្លងកាត់ការប្រកួត6លើកនិងរបូតគ្រាប់បាល់11គ្រាប់